បាទសួស្តីពុកម៉ែបងប្អូននេះគឺដំណាំត្រឡាចខ្ញុំដាំនេះប្រមូលផលបានរយៈពេល15ថ្ងៃហើយឃើញថាផលវានៅល្អប្រសើរឡើយទេតែតម្លៃវាមិនសូវជាបានថ្លៃប្រហែលទេខែនេះ ហើយនេះគឺជាការថ្មីខ្ញុំដាំពីចន្លោះគម្លាតវាពី1ម៉ែត្រទៅ1ម៉ែត្រ2ទឹកក្នុងមួយដើមហើយខ្ញុំបដិសកូនចំណែកឯរងវិញគឺគម្លាតវា2ម៉ែត្រកន្លះតម្លៃនេះមានអាយុ23ថ្ងៃហើយឃើញតែបានប៉ុណ្ណឹងបើយើងគិតតាំងពីបដិសមកគិតតាំងពីថ្ងៃដែលយើងបដិសមកបាន23ថ្ងៃតម្លៃបានប៉ុណ្ណឹងប្រភេទដំណាំតឡាចនេះគឺវាស៊ីជីច្រើនហើយជាពិសេសគឺទឹកតើទឹកនឹងច្រើនតើវាផ្លែធំលឿនហើយវាផែបានជាប់ច្រើនអញ្ចឹងបើសិនជាស្ទើរជីស្ទើរទឹកវាមិនសូវក្តឹបមកវាមិនសូវជាប់ប្រហែលទេហើយវាផ្លែក៏មិនស្អាតដែរខ្ញុំដាក់ប្រព័ន្ធតំណក់ហើយខ្ញុំក្របកស៊ូខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូននៅបន្លែផ្សេងទៀតដែលខ្ញុំបានដាំការពិតដីនេះមិនមែនដីចកាទេដីស្រែប៉ុន្តែខែនេះខែប្រាំងគឺយើងអាចដាំបានអញ្ចឹងណាហើយសង្ឃឹមថាវាភ្លៀងមកអត់ទាន់លិចយើងប្រមូលផលបានគ្រប់គ្រាន់អានេះយើងលើកវាដាក់ទ្រើងទៅវាមើលដល់ស្អាតកាលអត់ដាក់ទ្រើងគឺវានៅតាមដីអញ្ចឹងអត់ទៅស្អាតនេះជាការដែលខ្ញុំកំពុងប្រមូលផល